លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រៀបប្រដូចលោកសំរងស៊ីជាមេដឹកនាំគណៈបកប្រឆាំងទៅនឹងសត្វក្អាត់ដែលនៅក្នុងក្អមហើយស្រែកយំលឺការថ្លែងបែបនេះត្រូវបានលោកបញ្យល់ថាការបោះឆ្នោតឃុំសង្កាត់បានបញ្ចប់ទៅហើយប៉ុន្តែមេដឹកនាំគណៈបកប្រឆាំងនៅតែបន្តស្រែកជេររូបលោកទៀតលោកនាយករដ្ឋមន្ត្រីបានប្រតិកម្មទៅលោកសំរងស៊ីដោយនិយាយមិនចំឈ្មោះថាមានអ្នកទោសនិរទេសម្នាក់បាននិយាយថាគេមិនចាំបាច់ចរចាជាមួយលោកហ៊ុនសែនទេព្រោះលោកហ៊ុនសែនគ្រាន់តែជាអាយ៉ងរបស់គេការចរចាត្រូវធ្វើជាមួយវៀតណាមដែលអាចបញ្ជារដ្ឋាភិបាលហ៊ុនសែនបានត្រង់ចំណុចនេះលោកហ៊ុនសែនសូមឲ្យមេដឹកនាំគណៈបកប្រឆាំងថតនិងកត់ត្រាសម្ដីរបស់ខ្លួនឯងទុកហើយជំរុញឲ្យលោកសំរងស៊ីទៅចរចាជាមួយវៀតណាមនិងអ្នកដែលមានឥទ្ធិពលទៅលើវៀតណាមសម្ដីនេះលោកហ៊ុនសែនបានប្រៀបប្រដូចទៅនឹងសម្ដីលោកខៀវសំផនដែលបានប្រើនៅពេលដែលលោកជិតឈានជើងចូលទៅចរចាជាមួយសម្ដេចព្រះបាទនរោត្តមសីហនុលោកថាលោកខៀវសំផនក៏បាននិយាយដូចគ្នាថាមិនត្រូវទៅចរចាជាមួយពួកអាយ៉ងភ្នំពេញទេត្រូវចរចាជាមួយក្រុងហាណូយចឹងទេសូមលោកកត់ត្រាសម្ដីខ្លួនឯងទុកខ្ញុំអរគុណព្រោះខ្ញុំក៏មិនចង់ឲ្យអ្នកទោសម្នាក់មករំខានខ្ញុំនេះកត់ត្រាទុកណាថ្ងៃក្រោយតិចទៅសេរីរបត់ឲ្យមានភ្នាក់ងារអីមកចរចាសមោសមួលអីជាមួយខ្ញុំអត់ទេព្រោះខ្ញុំអាយ៉ងគ្មានសិទ្ធិខ្ញុំសូមឆ្លើយប៉ុណ្ណឹងខ្ញុំអាយ៉ងអត់មានសិទ្ធិទេក៏ប៉ុន្តែលើលោកីនេះអ្នកដែលមានសិទ្ធិត្រួតត្រាហ៊ុនសែនបានគឺមានតែប្រជាជនខ្មែរតែប៉ុណ្ណោះសម្លេងភាគច្រើននៃប្រជាជនខ្មែរទៅមានសិទ្ធិត្រួតត្រាហ៊ុនសែនបើប្រជាជនបោះឆ្នោតទម្លាក់គណៈបកប្រជាជនទម្លាក់ហ៊ុនសែនហើយខ្ញុំត្រូវទៅគោរពលោកសំរងស៊ីប្រធានគណៈបកសំរងស៊ីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះកាលពីពេលថ្មីនេះបានអះអាងថារូបលោកមិនសុំការចរចាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងរដ្ឋាភិបាលកម្ពុជាទេដោយលោកចោទថារដ្ឋាភិបាលនេះជារដ្ឋាភិបាលអាយ៉ងរបស់ប្រទេសវៀតណាមដូច្នេះហើយលោកសុខចិត្តទៅចរចាជាមួយវៀតណាមវិញដើម្បីបានវិលត្រឡប់ចូលមកស្រុកខ្មែរវិញកាលពីថ្ងៃទី5ខែមិថុនាឆ្នាំ2012លោកសំរងស៊ីបានចេញលិខិតអំពាវនាវមួយសូមឲ្យកម្លាំងប្រជាធិបតេយ្យខ្មែររួបរวมគ្នាដើម្បីបញ្ចប់អំណាចផ្ដាច់ការមេបកប្រឆាំងបានអត្ថាធិប្បាយថាយោងតាមលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី3ខែមិថុនាឆ្នាំ2012បានបង្ហាញឲ្យឃើញថាកម្លាំងប្រជាធិបតេយ្យដែលចង់ឲ្យមានការផ្លាស់ប្ដូរបានសម្ដែងយ៉ាងច្បាស់ទាំងឆន្ទៈនិងចំនួនដ៏ខ្លាំងក្លាលើសលប់លោកសំរងស៊ីបានអំពាវនាវសូមឲ្យគណៈបកនយោបាយអិសរាជជននយោបាយនិងអ្នកស្នេហាជាតិស្នេហាប្រជាធិបតេយ្យទាំងអស់រួមគ្នាបង្កើតកម្លាំងនយោបាយដ៏ធំមួយដើម្បីបញ្ចប់អំណាចផ្ដាច់ការគណៈបកប្រជាជនកម្ពុជានៅថ្ងៃទី28ខែកក្កដាឆ្នាំ2013ការអំពាវនាវនេះបានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសឲ្យគណៈបកសំរងស៊ីដែលលោកហៅថាគណៈបកទី2ខំប្រឹងរកសម្លេងគាំទ្រឲ្យបានស្មើគណៈបកប្រជាជនកម្ពុជាទន្ទឹមគ្នានេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថាបានរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី3នៅឆ្នាំ2012នេះប្រព្រឹត្តទៅបានល្អដោយពុំកើតមានអំពើហិង្សាលោកបន្តថាទោះបីនៅថ្ងៃបោះឆ្នោតមានមេឃភ្លៀងធ្លាក់ខ្លាំងរំខានដល់ការបោះឆ្នោតក៏ដោយប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឃុំសង្កាត់ស្រុកខេត្តបានខំប្រឹងធ្វើការបានល្អប្រសើរជាការបោះឆ្នោតមួយត្រឹមត្រូវយុត្តិធម៌មានតម្លាភាពនិងគ្មានអំពើហិង្សាប៉ុន្តែនៅថ្ងៃឃោសនារោគសម្លេងឆ្នោតរបស់គណៈបកនយោបាយវិញលោកនាយករដ្ឋមន្ត្រីបានសម្ដែងប្រតិកម្មចំពោះការឃោសនាប្រមាថរបស់គណៈបកប្រឆាំងទៅលើគណៈបកប្រជាជនកម្ពុជាដូចជាការជេរអាមេឃុំមុខលុយសំណាងល្អដែលបងប្អូនមិនបានឆ្លើយតបអាមេបកមុខចោលព្រោះអាអ្នកដែលជេរអាមេឃុំមុខលុយនេះគឺជាអាចោលលួយកអញ្ចឹងបើគេបកត្រឡប់ទៅវិញតែមួយម៉ាត់ខ្លួនគឺអាមេបកមុខចោលតែបងប្អូនយើងមិនបានឆ្លើយទេខ្ញុំឃើញទៅហើយមានពេលខ្លះណាទេវតាយើងនៅលើក្បាលឥឡូវគេឈប់ហើយមីត្រីលើជើងហើយគេហៅមីកាកេញវាទៅជាអញ្ចឹងនៅស្វាយជ្រុំខេត្តស្វាយរៀងនេះទាក់ទិនករណីលោកសំរងស៊ីចង់រត់ទៅពឹងពាក់ប្រទេសវៀតណាមឲ្យជួយនោះលោកសុកទូចជាអ្នកវិភាគឯករាជ្យបានផ្ដល់អត្ថាធិប្បាយថាករណីលោកសំរងស៊ីត្រូវបានតុលាការកាត់ទោសទៅហើយប៉ុន្តែព្រះមហាក្សត្រខ្មែរព្រះអង្គមានព្រះរាជសិទ្ធិប្រទានទោសឲ្យលោកសំរងស៊ីវិលត្រឡប់ចូលស្រុកខ្មែរវិញក្នុងនាមជាប្រជាពលរដ្ឋម្នាក់និងជាអ្នកតំណាងរាស្ត្រម្នាក់ដើម្បីផ្ដល់ឱកាសចូលរួមប្រកួតប្រជែងស្មើមុខស្មើមាត់និងមានតុល្យភាពអំណាចនៃកម្លាំងគណៈបកនីមួយៗក្នុងការប្រ
កួតប្រជែងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ 2013 ករណីចង់ទៅពឹងពាក់វៀតណាមឲ្យជួយនោះលោកសុកទូចបានស្នើសុំឲ្យអ្នកនយោបាយសិក្សាពីប្រវត្តិសាស្ត្រឡើងវិញហេតុអីខ្មែរយើងជាការឈ្មោះគ្នាចិត្តពឹងនេះពឹងនោះយើងរកដំណោះស្រាយទៅក្នុងទីក្នុងឲ្យបានជាមុនសិនខ្មែរអស់ដីដោយសារតែពឹងគេហ្នឹងហើយឲ្យអ្នកនយោបាយសិក្សាអំពីប្រវត្តិសាស្ត្រឡើងមកវិញការពឹងគេគ្មានជាតិសាសន៍ណាមួយដែលទីស្រឡាញ់ប្រជាជាតិយើងជនជាតិយើងជាជាងខ្លួនយើងទេអញ្ចឹងទេការណាដែលជឿរើពឹងសាសគេតែឆាតគេតែទីផលចំណេញស្អីមួយពីយើងហើយកុំជឿជាក់ថាគេជួយយើងអត់មានតែមានបំណងទាំងអស់ឲ្យតែបរទេសសូម្បីតែយើងជួយពួកបរទេសក៏យើងចង់បានអីមួយវិញដែរអានឹងវាជាក្រមនៃសង្គមធម្មជាតិចំណុចទាំងនេះលោកសុកទូចសូមឲ្យលោកសំរងស៊ីនិងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដោះស្រាយគ្នាឡើងវិញភាសាអ្នកនយោបាយមានភាពតានតឹងដាក់គ្នាពិតមែនប៉ុន្តែបើរកចំណុចរួមណាមួយឃើញបាននោះនឹងអាចដោះស្រាយបានហើយការទៅពឹងពាក់បរទេសជារឿងមួយដែលលោកចាត់ទុកថាជារឿងអាម៉ាស់បំផុតសម្រាប់ខ្មែរសួនសុផលមនីវិទ្យុ